សួស្តីបងប្អូនយើងជួនដំណឹងតនហេតុការណ៍មួយមិញរំជួយផែនដីនៅប្រទេសថៃហ្នឹងមកតិចដែរទេបងប្អូនយើងប្រហែលជាល្បាក់ថា30ស៊ីកង់ហ្នឹងឯងបាទហើយខ្ញុំកំពុងហូបបាយនេះបាយខ្ញុំឥឡូវហ្នឹងភ្លាមមិញហ្នឹងបងប្អូនយើងបាទខ្ញុំត្រឡប់ទៅមើលកូនខ្ញុំនៅនោះផ្ទះមិត្តភក្តិគាត់មកវិញហូបបាយតខ្ញុំអង្គុយទៅតុកគេបាទហើយខ្ញុំមានអារម្មណ៍ថាធីងធូងមានអារម្មណ៍ធីងធូងខ្លួនឯងហើយខ្ញុំគិតថាហេខ្ញុំអត់ស្រួលខ្លួនអញ្ចឹងណាវាតែដូចគិតថាខ្លួនឯងឈឺក្បាលមិនដឹងអញ្ចឹងណាបាទដូចថាវាមានបញ្ហាអញ្ចឹងហើយខ្ញុំក៏ព្យាយាមតាំងចិត្តដូចថាយើងធ្វើសមាធិខ្ញុំគិតថាខ្ញុំខួរក្បាលខ្ញុំមានបញ្ហាអញ្ចឹងប៉ុន្តែនៅតែអញ្ចេះបងប្អូនយើងខ្ញុំថាជុំមានបញ្ហាអញ្ចឹងអ្វីខ្ញុំកាត់សម្គាល់ហ្នឹងគឺខ្ញុំឮលើផ្ទះយើងណាវាលន់សំឡេងបងប្អូនយើងហើយខ្ញុំក៏លើកទូរស័ព្ទចេញទៅក្រៅឃើញបងប្អូននៅចិត្តខាងគាត់ចេញមកក្រៅដែរហើយគាត់ថាមែនតែខ្ញុំទេអញ្ចឹងហើយខ្ញុំមើលទៅខ្ញុំឃើញដូចថានេះទៅសផ្ទះយើងបងប្អូនយើងឬក៏អញ្ចឹងវាមានលក្ខណៈលន់ខ្ញុំថាជួយមែនទេខ្ញុំក៏ទាញកង់រត់ទៅក្រៅបដ ாய் ទៅហើយទៅយកកូនខ្ញុំទៅមើលកូនខ្ញុំទៅតាមភ័ក្រគាត់បាទឃើញពួកគាត់ចេញមកបាទអូបងប្អូនអើយណាខ្ញុំប្រវត្តិសាស្ត្រណាអត់ដែលមានដូចថាយើងអត់ដែលប្រឈមជាមួយនឹងអញ្ចឹងណាបាទហើយតែបន្តិចណាតែធ្វើឲ្យយើងធីងធូងមកបណ្ដោយអត់មានបាឡិនណាបងប្អូនយើងបាទខ្ញុំចេះតែបារម្ភណាអត់មានបារម្ភដូចថាវា Stop. I need to record. Don't do this. What are you doing? This is an earthquake. Yeah, earthquake. Yeah. Yes. Yeah. Go there. I'm gonna quick stop. It made an earthquake. វាអត់មានបាឡិនណាបងប្អូនយើងវាធីងធំហ្មងអូតិចសោះបងប្អូនអើយតែអញ្ចឹងចុះបើខ្លាំងទៅថ្មិចហើយអូខេអរគុណប៉ុណ្ណឹងសូមជូនព័ត៌មានអាប់ដេតប៉ុណ្ណឹងបងប្អូនណាបាទបំរែបំរួលបរិយាកាសបំរែបំរួលអាកាសធាតុគឺជារឿងមួយដែលមនុស្សជាតិត្រូវខ្វាយខ្វល់បាទបាយ